តោះមកយកដឹងខ្លះៗអំពីសត្វក្រៀលដែលជាសត្វស្លាបខ្ពស់ជាងគេនៅលើលោកហើយក៏មានវត្តមាននៅប្រទេសកម្ពុជាយើងផងដែរសត្វក្រៀលគឺជាសត្វស្លាបដែលអាចហើរបានមានកម្ពស់ខ្ពស់ជាងគេនៅលើលោកកម្ពស់របស់វាប្រហែល 1.8 ម៉ែត្រ ស្លាបទាំងសងខាងប្រវែង 2 ម៉ែត្រកន្លះនិងមានទម្ងន់ចន្លោះពី 5 ទៅ 12 គីឡូក្រាមកផ្នែកខាងលើក្បាលមានពណ៌ក្រហមត្រចៀកមានពណ៌ប្រផេះស្រាលនិងមានម្រាមជើងមុខវែងៗ3ម្រាមជើងក្រោយខ្លី1ហើយវាមិនអាចទុំនៅលើដើមឈើបានទេសត្វក្រៀលដេកឈរស្ងៀមធ្មឹងនៅជិតកន្លែងរកចំណីនៅតំបន់ដីសើមសត្វនេះដែរស៊ីរុក្ខជាតិទឹកមើមរុក្ខជាតិសត្វឥតឆ្អឹងកងគ្រាប់ធញ្ញជាតិនិងសត្វឆ្អឹងកងតូចៗព្រមទាំងសត្វល្អិតជាចំណីអាហារសត្វក្រៀលតែងតែងូតទឹកនិងសរសៃរោមរបស់វាជាទៀងទាត់ដើម្បីសម្អាតខ្លួនសត្វក្រៀលត្រូវបានគេចាត់ទុកថាជាប្រភេទសត្វងាយរងគ្រោះនៅក្នុងបញ្ជីក្រហម IUCN បច្ចុប្បន្នសត្វក្រៀលតែងតែបង្ហាញវត្តមាននៅក្នុងខេត្តចំនួន6រួមមាននៅខេត្តបន្ទាយមានជ័យនៅក្នុងតំបន់អាងត្រពាំងថ្មនៅខេត្តតាកែវនៅក្នុងតំបន់ការពារទេសភាពបឹងព្រៃល្ពៅខេត្តកំពតនៅក្នុងតំបន់ការពារទេសភាពអន្លង់ព្រីងខេត្តរតនគិរីមណ្ឌលគិរីក្នុងតំបន់ដែនជម្រកសត្វព្រៃលំផាត់និងខេត្តព្រះវិហារក្នុងតំបន់ដែនជម្រកសត្វព្រៃគូលែនព្រហ្មទេព